Hello អ្នកនរគ្នាថ្ងៃនេះខ្ញុំយើងរឿងមានការមកសម្រាប់ឲ្យអ្នកគ្នាមើលផងដែរហើយសេចក្តីរបស់យើងផងដែរក៏ចាប់ផ្ដើមឡើងដោយជាមួយនឹងទូប្រវត្តិរបស់យើងដែលមានឈ្មោះថាជុងសេរ៉ង់បានធ្វើដំណើរទៅទីក្រុងមួយដើម្បីធ្វើការរកការងារធ្វើអញ្ចឹងណាដោយសារតែគេនឹងដេកផ្ទះទន្លេអត់ការងារធ្វើអញ្ចឹងទៅគាត់អត់សុខអញ្ចឹងណាគាត់ក៏បានតែរកការងារអញ្ចឹងណាអ្នកគ្នាហើយពេលនោះដែរគេក៏បានទៅដល់ទីក្រុងមួយដើម្បីធ្វើរកការងារធ្វើអញ្ចឹងណាហើយគេនឹងបានធ្វើការទៅរកផ្ទះជួលអីចឹងទៅដើម្បីធ្វើការស្នាក់នៅចឹងណាអ្នកនាងហើយបន្ទាប់មកពួកគេនឹងក៏បានដើរទៅរកផ្ទះជួលមកកន្លែងផងដែរហើយពេលនោះដែរក៏បានគិតឃើញផ្ទះជួលមួយដែលមើលទៅគួរឲ្យតំណឹងនៅផងដែរប៉ុន្តែមើលទៅដូចជាមិនសូវស្រួលដែរចឹងណាអ្នកនាងហើយពេលនោះដែរឃើញថាទូប្រវត្តិរបស់យើងក៏បានទៅសួរតម្លៃផ្ទះចឹងទៅពេលនោះដែរក៏បានប្រាប់តម្លៃផ្ទះអីចឹងទៅហើយតែទូប្រវត្តិរបស់យើងរៀងសង្ហាចិត្តដែរសិនហ្នឹងណាដោយសារតែផ្ទះរៀងក៏ចាស់ហើយឃើញថាតម្លៃអញ្ចឹងទៅហើយឃើញថាផ្ទះហ្នឹងមានអាយុកាលរហូតដល់20ឆ្នាំអីចឹងណាគ្នាហើយឃើញថាផ្ទះហ្នឹងមកកត់ជាមានរឿងរ៉ាវអ្វីដែលចម្លែកនៅក្នុងហ្នឹងហើយបើជាគេទុកចោលអីចឹងអត់សូវមានអ្នកជួលអីចឹងទៅហើយទោះប្រុសរបស់យើងគឺគាត់មកពីឆ្ងាយអញ្ចឹងគាត់ហត់ពេកអញ្ចឹងទៅគាត់ក៏សម្រេចចិត្តថាជួបផ្ទះនឹងនៅសិនទៅអញ្ចឹងទៅដោយសារតែគាត់អត់ទាន់ស្គាល់នៅកន្លែងទីក្រុងហ្នឹងណាហើយគេហ្នឹងក៏បានធ្វើការយកវ៉ាលីចូលទៅក្នុងផ្ទះហ្នឹងផងដែរហើយពេលហ្នឹងក៏ដែរក៏គេហ្នឹងក៏បានបើកទ្វារចូលទៅក្នុងផ្ទះហ្នឹងឃើញថានៅក្នុងផ្ទះហ្នឹងដូចជាអត់សូវស្រួលទេបាទដូចជាមានរឿងរ៉ាវដែលគួរឲ្យអាចក្បាំងអីមួយអញ្ចឹងទៅហើយពេលនោះដែរឃើញថាគេហ្នឹងក៏បានលើកវ៉ាលីឡើងទៅដល់លើផងដែរដើម្បីធ្វើការសម្រាកនៅក្នុងបន្ទប់របស់គេអញ្ចឹងទៅហើយពេលនោះដែរម្ចាស់ផ្ទះជួលហ្នឹងក៏បានបិទទ្វារអញ្ចឹងណាដើម្បីធ្វើការឲ្យទូប្រុសរបស់យើងចូលទៅសម្រាប់អញ្ចឹងទៅពេលនោះដែរឃើញថាទូប្រុសរបស់យើងក៏បានធ្វើការទៅសម្រាប់អញ្ចឹងទៅហើយពេលនោះដែរឃើញថាអ៊ំប្រុសរបស់អ្នកម្ចាស់ផ្ទះជួលនោះក៏បានគិតក្នុងចិត្តថាអូយប្រកាសជាមានរឿងអ្វីមួយកើតឡើងចំពោះគេហើយបើសិនជាគេនឹងធ្វើអីដែលមិនគួរគប្បីអញ្ចឹងណាហើយស្រាប់តែពេលនោះដែរក៏ដូចជាមានមកបិសាចមួយផងដែរមករងរុញម្ចាស់ផ្ទះហ្នឹងណាដោយសារតែគាត់នឹងបានជួលផ្ទះហ្នឹងឲ្យគេអញ្ចឹងទៅដោយសារតែបន្ទប់ហ្នឹងគឺមានបិសាចកាន់នៅក្នុងហ្នឹងអញ្ចឹងណាអ្នកដែលអញ្ចឹងហើយគាត់ម្ចាស់បិសាចហ្នឹងគឺគាត់មិនចង់ឲ្យមានអ្នកណាមកជួលបន្ទប់ហ្នឹងទេហើយពេលនោះដែរគេតែប្រងរុញនឹងអ៊ំនឹងតម្លាក់ទៅលើក្រែអញ្ចឹងទៅហើយបន្ទាប់មកគេថាកលេចមករកទូប្រុសរបស់យើងក៏ផងដែរគាត់ថាគេនឹងកំពុងតែសម្រាកនៅលើក្រែណាដើម្បីដោយសារតែគេនឹងអស់កម្លាំងខ្លាំងពេកអញ្ចឹងហើយគេក៏បានសម្រាកនៅលើក្រែអញ្ចឹងទៅបន្ទាប់មកឃើញថាពេលដែរគឺចៃដន្យខ្លាំងមែនទែនក៏មានមេឃភ្លៀងធ្លាក់មកពីលើអញ្ចឹងទៅស្រាប់តែឃើញថាដំបូលផ្ទះនឹងគឺថាលីលិចធ្វើឲ្យទូប្រុសរបស់យើងជោគខ្លួនផងដែរប៉ុន្តែដោយសារតែគេនឹងគឺអត់កម្លាំងពេកគ្មានងើបទៅណាទេបាទគេនៅនឹងតែម្ដងទៅហើយស្រាប់តែពេលនោះដែរឃើញថាមានខ្មោចព្រាយបិសាចមួយផងដែរឃើញថាដើរមករកគេផងដែរអញ្ចឹងហើយឃើញថាគេនឹងគឺអត់ដឹងខ្យល់អីទេបាទថាពេលនោះដែរឃើញថាខ្មោចនឹងប្រុងសង្កត់ទៅលើទូប្រុសរបស់យើងណាហើយស្រាប់តែពេលនោះដែរក៏ចាប់ដើមមកដល់កាត់មកដល់ពេលព្រឹកវិញទៅហើយពេលនោះដែរឃើញថាលោកអ៊ំម្នាក់បានដែលជាអ៊ំស្រីណាប្រាប់ទៅពូម្នាក់ដែលជួលផ្ទះឲ្យទូប្រុសរបស់យើងថាហេតុអីបានជាឯងជួលផ្ទះឲ្យគេអញ្ចឹងទៅដោយសារតែផ្ទះហ្នឹងគឺមានខ្មោចអីកិនអីចឹងណាអ្នកគ្នាហើយពេលនោះដែរអ៊ំស្រីក៏បានវាយទៅលើអ៊ំប្រុសម្នាក់នោះម្ដាយអញ្ចឹងទៅថាឈឺខ្លាំងដែរណាថាអូយឈឺខ្លាំងណាស់ហើយបន្ទាប់មកគាត់ក៏បាននិយាយទៅមិនអ៊ំវាយខ្ញុំអញ្ចឹងដែរស្រាប់តែពេលនោះដែរឃើញថាទូប្រុសរបស់យើងក៏បានចុះមកពីលើវិញអញ្ចឹងទៅហើយពេលនោះដែរទូប្រុសរបស់យើងក៏បានឆ្ងល់ថាហេតុអីបានជាផ្ទះនេះគួរខ្លាចមែនអញ្ចឹងតើហើយពេលនោះដែរអ៊ំប្រុសនោះក៏បាននិយាយទៅបានគម្រាមទៅកាន់លោកពូដែលបានជួលផ្ទះឲ្យពូប្រុសរបស់យើងណាបើសិនជាឯងនៅទៅជួលផ្ទះឲ្យគេទៀតឯងប្រកាសជាមានរឿងរ៉ាវដល់អាយុជីវិតអីចឹងទៅហើយបន្ទាប់មកផងដែរឃើញថាអ៊ំស្រីនោះក៏បានទៅរកគ្រូចាប់ខ្មោចដើម្បីមកធ្វើការចាប់ខ្មោចចឹងទៅដើម្បីហើយព្រលឹងខ្មោចពិសាចនឹងចេញពីក្នុងផ្ទះរបស់គាត់ហើយពេលនោះដែរក៏មានមនុស្សមកឡើងជុំរុំឡើងច្រើនចឹងណាអ្នកគ្នាហើយពេលនោះក៏ដែរឃើញថាអំណាចនៃពួកព្រាយពិសាចនឹងគឺពេលថ្ងៃនេះគឺអត់ទាន់ចេញទេប៉ុន្តែដោយសារតែពេលយប់ទៅចឹងទៅវាអាចនឹងចេញមកអញ្ចឹងណាហើយពេលនោះដែរក៏មានគ្រូមន្តអាគមមួយយ៉ាងសង្ហាផងដែរដើម្បីធ្វើការចាប់បិសរីខ្មោចព្រាយបិសាចអញ្ចឹងទៅហើយពេលនោះដែរគេក៏បានមកឈរយ៉ាងក្លាហានអញ្ចឹងណាអ្នកគ្នាគេថាគេនោះមើលទៅដូចជាអាចារ្យដែរហ្នឹងណាហើយក៏ពេលនោះក៏បានប្រើយុទ្ធសាស្ត្ររបស់គេហ្នឹងដើម្បី scan មើលក្នុងផ្ទះហ្នឹងផងដែរថា
ក្នុងនោះមានផ្ទះប្រមាណមានឆ្កែប្រមាណមានមនុស្សស្លាប់ប្រមាណអ្នកអីចឹងណាអ្នកគ្នានិយាយទៅគឺ scan ដឹងទាំងអស់ផងដែរអ្នកគ្នាឃើញទាំងអ្នកដែលកំពុងតែថតរូបអ្នកដែលកំពុងតែធ្វើអីផ្សេងចឹងណាអ្នកគ្នាគឺសកម្មភាពគឺប្លែកខ្លាំងមែនទែនបាទឃើញទាំងរូបពិសេសនោះផងដែរគឺ scan ខ្លាំងពេកហើយភ្នែករបស់លោកគ្រូបាទហើយពេលនោះដែរឃើញថាលោកគ្រូកំពុងតែ scan ហ្នឹងក៏មានក្មេងប្រុសម្នាក់មកផងដែរតែកំពុងតែញ៉ាំស្ករគ្រាប់យ៉ាងខ្ជូតចឹងណាអ្នកគ្នាពេលនោះដែរគេក៏បាននិយាយទៅកាន់លោកគ្រូចាប់ខ្មោចនោះថាលោកគ្រូចង់ឲ្យខ្ញុំជួយអីអត់ចឹងណាហើយពេលនោះដែរលោកគ្រូក៏បាននិយាយទៅកាន់ក្មេងប្រុសនោះថាអីគេឯងមើលរឿងណារ៉ាតូច្រើនពេកម៉ែបើចង់ជួយចាប់ខ្មោចគ្រូហ្នឹងហើយពេលនោះដែរឃើញថាក្មេងប្រុសនោះក៏បាននិយាយថាអូខ្ញុំមិនបានខ្វែណារ៉ាតូទេខ្ញុំហ្វេនណាចាចឹងណាហើយពេលនោះដែរក៏បានគេនោះក៏បានប្រើយុទ្ធសាស្ត្ររបស់គេផងដែរហើយបើយុទ្ធសាស្ត្ររបស់គេនឹងគ្មានស្អីទេបាទគឺបៀមកគ្រាប់អញ្ចឹងណាហើយធ្វើទៅដូចអស់ចាអញ្ចឹងទៅប្រើយុទ្ធសាស្ត្រដើម្បីប្រើយុទ្ធសាស្ត្រចេញពីក្នុងខ្លួនព្រោះទឹកមាត់ព្រោះអីចឹងណាហើយស្រាប់តែពេលនោះដែរឃើញថាគ្មានទេបាទគឺគ្មានធ្វើអីកើតទេបាទគឺអត់ប្រយោជន៍ចឹងណាគឺបានតែអួតចឹងទៅហើយបន្តមកទៅដែរឃើញថាលោកគ្រូនោះក៏បានស្មឹងស្មាតដើម្បីប្រឹងប្រែងដើម្បីធ្វើការចាប់អុយព្រីវិស័យនឹងផងដែរហើយពេលនោះដែរគាត់ក៏បានសម័យទៅរឿងអតីតកាលណាដែលគាត់កំពុងតែដើរហាត់ប្រាណអីចឹងទៅស្រាប់តែមានដូចជាក្តារប្រអប់មួយដែលកំពុងតែដាននៅលើទឹកផងដែរគាត់នោះក៏បានកលេចឃើញហើយក៏បានសោចដូចជាព្រាយបិសាចនោះក៏បានសោយចឹងណាដូចជាវិញ្ញាណអីកំពុងសោយចឹងទៅហើយពេលនោះដែរគាត់ក៏បានលើកក្តារនោះមកមើលចឹងទៅហើយពេលនោះដែរខ្មោចព្រាយបិសាចនោះនៅតែសោយតាមមកគាត់ចឹងរហូតទៅហើយពេលនោះដែរគាត់ក៏បានបើកក្តារនោះមើលទៅឃើញថាសិតតាវិញ្ញាណនៅក្នុងនឹងផងដែរហើយបន្ទាប់មកទៀតនោះក៏សាច់រឿងមកដល់វគ្គបន្ទាប់ផងដែរហើយឃើញថាបន្ទាប់ពីព្រឹកឡើងហ្នឹងគេក៏បានទៅធ្វើការនៅកន្លែងការងារមួយផងដែរហើយពេលនោះដែរគេក៏បានគិតពីរឿងរ៉ាវពីយប់មិញណាថាត្រូវខ្មោចឡើងអីចឹងទៅហើយពេលនោះដែរក៏មាននារីដ៏ស្រស់ស្អាតមួយផងដែរក៏បានចូលមកដល់កន្លែងបន្ទប់ការងាររបស់គេណាអ្នកគ្នាហើយពេលនោះដែរឃើញថាទូប្រុសរបស់យើងក៏បានបើកភ្នែកធំផងដែរឃើញថាដោយសារតែរូបកតុកកតាគេខ្ជូតពេកចឹងណាអ្នកគ្នាគេក៏បានបើកភ្នែកធំមើលចឹងទៅឃើញថាគួរស្រឡាញ់ពេកចឹងណាហើយពេលនោះដែរទូប្រុសរបស់យើងក៏បានហៀទឹកមកដល់ខ្លាអើយដល់កហ្មងទូប្រុសយើងហើយពេលនោះដែរឃើញថាគេនឹងក៏បានសួរទៅកាន់ទូប្រុសរបស់យើងថាឯងមានរឿងអីចឹងទៅហើយពេលនោះដែរទូប្រុសរបស់យើងក៏បាននិយាយទៅកាន់នាងនោះថាដោយសារតែយប់មិញខ្ញុំបានជួលនៅបន្ទប់មួយដែលគេថាបន្ទប់ហ្នឹងដូចជាផ្ទះហ្នឹងដូចជាមានសិតតែខ្មោចអញ្ចឹងទៅហើយពេលនោះដែរឃើញថាទូនារីម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ទូប្រុសនោះថាដោយសារតែខ្ញុំជាអ្នកយកព័ត៌មានអ្នកធ្វើ YouTube អីចឹងណាគេចង់ធ្វើការចង់ដឹងថានៅក្នុងហ្នឹងមានខ្មោចមែនអត់ចឹងទៅហើយពេលនោះដែរឃើញថាគេហ្នឹងក៏បាននិយាយទៅកាន់ទូប្រុសហ្នឹងថាតើយប់ហ្នឹងខ្ញុំអាចសុំពូទៅធ្វើការទៅគេនៅចិត្តក្នុងបន្ទប់ពូបានអត់អញ្ចឹងណាដើម្បីធ្វើការថតពីសកម្មភាពរបស់ខ្មោចអីចឹងទៅហើយពេលនោះដែរពូគាត់ថាអូខេបានតើមានអីហើយពេលនោះដែរឃើញថានាងក៏បានចូលទៅក្នុងបន្ទប់ហ្នឹងហើយក៏បានអង្គុយចឹងទៅហើយពេលនោះដែរក៏បានញ៉ាំមីអីញ៉ាំយ៉ាងកក់ក្ដៅឡើងសប្បាយរីករាយផងដែរចឹងណាហើយពេលនោះដែរក៏បានមើលពីខាងក្រោមទឹកទៅឃើញថានាងក៏យ៉ាងស៊ីចឹងទៅស្រាប់តែពេលនោះដែរក៏មានដូចជាមានកញ្ញាំវិសាយផងដែរដើម្បីប្រុងនឹងចាប់ជើងនាងទាញចឹងទៅហើយពេលនោះដែរនាងក៏បានមានអារម្មណ៍ថាដូចមានអីទាញចឹងនាងក៏បានរត់ឡើងលើគ្រែយ៉ាងលឿនអីចឹងទៅអ្នកគ្នាហើយពេលនោះដែរនាងខ្លាចពេកអញ្ចឹងទៅនាងក៏បានទៅយករូបតារាការ៉េមកបិទជាងអញ្ចឹងណាដើម្បីការពារការភ័យខ្លាចបិទរូបឧបាអញ្ចឹងទៅណាគ្នាហើយពេលនោះដែរក៏បានបិទរូបឧបានៅកន្លែងជាងហ្នឹងហើយគេក៏មានអារម្មណ៍ថាលែងភ័យខ្លាចអញ្ចឹងទៅស្រាប់តែពេលនោះដែរឃើញថាភ្លើងហ្នឹងក៏បានដាច់ទៀតហើយពេលនោះដែរនាងធ្វើឲ្យនាងហ្នឹងគឺកាន់តែភ័យខ្លាចខ្លាំងមែនទែនហើយស្រាប់តែដូចជាមានវិញ្ញាណហោះឡើងពេញបន្ទប់ហ្នឹងណាគ្នាគឺហោះដូចជាវល់ពេញបន្ទប់ហ្នឹងផងដែរស្រាប់តែពេលនោះដែរនាងគឺអត់បាននៅយូរទេបាទគឺវិច្ចកតាបចេញពីបន្ទប់នឹងយ៉ាងភ្លាមផងដែរហើយពេលនោះដែរក៏មានភ្លើងពេលដែលនាងបើកទ្វារមកហ្នឹងគឺមានភ្លើងដូចជាភ្លើងខៀវផងដែរដែលហោះចេញពីបន្ទប់ហ្នឹងណាស្រាប់តែពេលនោះដែរនាងគឺភ័យខ្លាចខ្លាំងមែនតើហើយបន្ទាប់មកឃើញថាមានក្មេងប្រុសម្នាក់ដែលកំពុងធ្វើការដុសធ្មេញលុបមុខអីចឹងទៅស្រាប់តែពេលនោះដែរគេក៏បានសម្លឹងទៅមើលកញ្ចក់ហ្នឹងណាអ្នកនាងពេលដែលសម្លឹងមើលទៅក្នុងកញ្ចក់ហ្នឹងទៅស្រាប់តែមានឃើញបិសាចមួយផងដែរដែលនៅខាងក្រោយគេផងដែរធ្វើគេលំបើកបែកជោគវិញក្បាលផងដែរគេនឹងគួយភ័យខ្លាចខ្លាំងមែនទែនហើយគេក៏បានស្រែកយ៉ាងមកទំហឹងណាហើយពេលក៏បាន
គេក៏បានទៅមើលទៅកញ្ចក់វិញគាត់ថាអា3សាច់នោះមិនលើងគេផងដែរហើយនឹងអ្នកគ្នាហើយបន្ទាប់មកឃើញថាតួស្រីរបស់យើងហ្នឹងក៏បានព្យាយាមធ្វើការរត់ចេញពីទ្វារហ្នឹងណាប៉ុន្តែ3សាច់ហ្នឹងគឺវាមិនអោយចេញនោះទេហើយបន្ទាប់មកឃើញថាតួស្រីរបស់យើងគឺខឹងខ្លាំងមែនទែនគេក៏បានបើកយកនៅកាបូបទេពមុនរបស់គេណាឃើញថាតួស្រីរបស់យើងខ្ជូតចឹងមែនមិនដែលចេះយុទ្ធសាស្ត្រដែរចឹងទៅអ្នកគ្នាឃើញថាគេនឹងក៏បានបើកទៅជាមួយនឹងចំហាយអីមួយចឹងទៅដើម្បីធ្វើការស្រូបអាបិសាយនឹងចូលណាពីណាហើយគេក៏បានប្រើការដៃរបស់គេហ្នឹងដើម្បីវាយទៅលើជាមួយនឹងអាទ្វារហ្នឹងណាអ្នកគ្នាពេលនោះដែរក៏បានវាយទៅលើទ្វារហ្នឹងផងដែរប៉ុន្តែមានណាពេលនោះដែរស្រាប់តែអាទ្វារហ្នឹងបានប៉ើងបុកគេឡើងមកទៅហឹងចឹងទៅធ្វើឲ្យគេឡើងខ្ទាតចេញមកខាងក្រៅវិញទៅហើយពេលនោះដែរគេនឹងក៏បានដួលនៅខាងក្រោយទ្វារចឹងទៅហើយគេនឹងក៏បានគប់ក្តាប់របស់គេដើម្បីស្រូបយ៉ាបិសាយហ្នឹងណាប៉ុន្តែធ្វើឲ្យបិសាយហ្នឹងមិនបានទេហើយបន្ទាប់មកឃើញថាបិសាយហ្នឹងគឺឃើញដោយសារតែឃើញនាងគឺខ្ជូតខ្លាំងពេកដោយសារអាបិសាចហ្នឹងគឺហៅឈ្មោះថាបិសាចតណ្ហាអញ្ចឹងណាហើយពេលនោះដែរអាបិសាចហ្នឹងក៏បាននិយាយទៅកាន់នាងនោះថាខ្ញុំនឹងលើកនាងនឹងទាំងមូលបើសិនជានាងមិនព្រមចុះចាញ់នោះទេស្រាប់តែអាបិសាចនោះប្រងហាមាត់លេបនារីម្នាក់ហ្នឹងណាស្រាប់តែមានណានាងក៏បានដាក់មកដៃចំកណ្ដាលមុខជាមួយនឹងអាបិសាចហ្នឹងផងដែរគឺនាងក្លាហានខ្លាំងមែនទែនវាយអាបិសាចហ្នឹងឡើងប៉ៅផងដែរហើយគេនោះក៏បានប្រើសិទ្ធដុំគេទាំងពីរហ្នឹងក៏បានអួតទៅអាបិសាចហ្នឹងណាហើយអាបិសាចហ្នឹងក៏បាននិយាយថាស្អីគេហ្នឹងធំហ៎ហើយពេលនោះដែរហ្នឹងគេក៏បាននិយាយទៅកាន់អាបិសាចហ្នឹងថាបើសិនជាឯងមិនព្រមចុះចេញពីក្នុងផ្ទះនេះទេយើងនឹងសម្លាប់ឯងចោលគេក៏បានប្រើយើងចង្អុលវិដៃរបស់គេហ្នឹងដើម្បីធ្វើការបញ្ជានៅវិតមុនដើម្បីកម្ចាត់បិសាចហ្នឹងណាហើយស្រាប់តែពេលនោះដែរក៏មានជាមួយនឹងតួប្រុសម្នាក់ទៀតដែរដែលចេញមកបណ្ដាដែលគេមានឈ្មោះថាតាំងហ្គានេះគឺជាបរិះដែលធ្វើការគ្រប់គ្រងទៅលើអបិសាចហ្នឹងក៏បាននិយាយទៅកាន់អបិសាចហ្នឹងថាស្អីគេឯងហ្នឹងអត់ចេះសម្រាប់សំបីតែក្មេងស្រីប៉ុណ្ណឹងដោយសារតែឯងធ្វើជាបិសាចដែរប៉ុន្តែធ្វើជាបិសាចតណ្ហាអញ្ចឹងណាអ្នកគ្នាហើយគេនោះក៏បានខឹងខ្លាំងមែនទែនបិសាចនោះខឹងខ្លាំងតែហេតុអីបានជាឯងថាយើងអញ្ចឹងទៅហើយពេលនោះដែរបិសាចនោះក៏បានប្រើយុទ្ធសាស្ត្រដើម្បីវាយទៅលើរូបដែលតួស្រីរបស់យើងបានបិទទៅលើជាងមិញប៉ុន្តែមិនមែនបិទរូបអូប៉ាលេងណាតែអូប៉ាហ្នឹងគឺចេះយុទ្ធសាស្ត្រផងដែរដោយសារតែគេបានសរសេរនៅយ័ន្តនៅការពារនៅជាងហ្នឹងណាគេក៏បានវាយទៅលើអញ្ចឹងហ្នឹងមានណាវាយទៅក៏បានប៉ះទៅលាកដៃផងដែរហើយបន្ទាប់មកក៏បានកាត់មកដល់ក្មេងប្រុសម្នាក់ដែលបានត្រូវបានអាខ្មោចមិញលើងចឹងណាអ្នកនេះឥឡូវនេះគេបានធ្វើការស្លាប់បាត់ទៅហើយគ្រួសាររបស់គេនឹងក៏បានយំសោកបោកខ្លួនអីចឹងទៅដោយសារតែក្មេងប្រុសគឺគាត់នៅក្មេងពេកហើយមិនទាន់ដឹងអីហើយត្រូវបានអាខ្មោចព្រាយបិសាចនឹងលើងធ្វើឲ្យគេនឹងភ័យខ្លាំងពេកធ្វើឲ្យគេគាំងបដងស្លាប់បាត់ទៅហើយឥឡូវនេះគឺគេបានចាក់លោកបាត់ទៅហើយគេនឹងក៏បានគ្រួសាររបស់គេនឹងក៏បានធ្វើក្បួនឲ្យគេចឹងទៅហើយបន្ទាប់មកឃើញថាបិសាចនឹងត្រូវបានតាំងការបានវិបហាគេដើម្បីឲ្យគេនឹងខ្លាយទៅជាបិសាចឡើងស្លូតគួរស្រឡាញ់មកដែរមកឡើងកញ្ចប់ចឹងណាអ្នកគ្នាគឺថាគេនឹងក៏បានយំសោកបោកខ្លួនអីចឹងទៅឃើញថាតាំងការក៏បាននិយាយទៅកាន់អបិសាចនោះថាលើโลกនេះគ្មានបិសាចណាដែលយើងចាប់មិនបាននោះទេហើយបន្ទាប់មកឃើញថាគេនឹងប្រុងយកដៃវាយទៅលើអបិសាចហ្នឹងណាហើយបន្ទាប់មកឃើញថាបិសាចនោះវានិយាយថាខ្ញុំមិនចេញទៅណាទេខ្ញុំនឹងនៅធ្វើការយាមនៅផ្ទះនេះទៀតអញ្ចឹងទៅហើយពេលនោះដែរបិសាចនោះក៏បានរៀបរាប់ពីប្រវត្តិគេណានៃច្រើនអញ្ចឹងទៅហើយពេលនោះដែរទូប្រុសរបស់យើងក៏បាននិយាយថាខ្ញុំមិនចង់ស្ដាប់ទេរឿងអបិយរបស់ឯងអញ្ចឹងទៅហើយគាត់ថាទូប្រុសរបស់យើងក៏បានចាប់គេផ្ទះគេមកកភ្លៀងមកដែរដោយសារតែគេនិយាយច្រើនពេកអញ្ចឹងណាអ្នកគ្នាហើយបន្ទាប់មកឃើញថាគេនឹងក៏បានយកទូរស័ព្ទមួយដើម្បីថតរូបអាបិសាចនឹងទុកអញ្ចឹងទៅហើយបន្ទាប់មកគេថាបិសាចហ្នឹងក៏បានគិតក្នុងចិត្តថាស្អីគេហ្នឹងកញ្ចក់ស្អីគេហ្នឹងគួរឲ្យខ្លាចខ្លាំងម៉េះហើយពេលនោះអាបិសាចហ្នឹងក៏បានមើលទៅកាន់មុខទូប្រុសរបស់យើងឃើញថាមុខទូប្រុសរបស់យើងគឺគួរឲ្យខ្លាចខ្លាំងមែនទែនដោយសារតែវិញ្ញាណរបស់គេហ្នឹងគឺមើលទៅឃើញអីប្លែកៗអញ្ចឹងទៅហើយបន្ទាប់មកទៅឃើញថាទូប្រុសរបស់យើងហ្នឹងក៏បានចាប់កអាបិសាចហ្នឹងណាដើម្បីធ្វើការចាប់គេដាក់ចូលទៅក្នុងកឡមួយផងដែរហើយគេនោះក៏បានចាប់អាខេមបិសាចនោះដាក់ចូលក្នុងកឡមួយហើយទៅការទៅសេជាមួយនឹងយ័ន្តអីដើម្បីធ្វើការទៅសេជាមួយនឹងយ័ន្តអីចឹងណាដើម្បីបិទជាមួយនឹងបិសាចនឹងទៅហើយបន្ទាប់មកនឹងធ្វើគេនឹងក៏បានធ្វើការកប់ជាមួយនឹងបិសាចនៅកន្លែងដីមួយចឹងទៅហើយបន្ទាប់មកឃើញថា
រាប់ឆ្នាំកន្លងបានផុតទៅឃើញថាទីក្រុងបានធ្វើការអភិវឌ្ឍចឹងទៅគេក៏បានសាងសង់ជាមួយនឹងសថាគារអីផ្លែចឹងផងដែរហើយបន្ទាប់មកឃើញថាវិស្វករនឹងក៏បានជីកនៅពេលដែលគេជីកកាយដីធ្វើការចាក់គ្រឹះអីចឹងទៅពួកគេនឹងក៏បានឃើញជាមួយនឹងកឡហើយដល់ចម្លែកចឹងផងដែរដោយសារតែកឡហ្នឹងគឺកឡដែលទូប្រុសរបស់យើងដែលបានកប់ការពីប្រហែលឆ្នាំមុនចឹងទៅហើយបន្ទាប់មកឃើញថាក្រុមវិស្វករហ្នឹងក៏បានលើកអាកឡហ្នឹងមកមើលណាស្រាប់តែពេលនោះដែរឃើញថាពួកគេនឹងក៏បានទាញបើអាកឡនឹងមើលចឹងទៅបន្ទាប់មកឃើញថាគេនឹងក៏បានខ្សែជាមួយនឹងអាកឡមើលចឹងទៅស្រាប់តែមានក៏មានចេញផ្សែងជាមួយនឹងដូចជាភ្លើងអីមួយផងដែរគឺថាគួរខ្លាចខ្លាំងមែនតើស្រាប់តែពេលនោះដែរក៏បានចេញជាមួយនឹងរូបទូប្រុសរបស់យើងបានបិទនៅលើកឡអារូបបិសាចហ្នឹងណាអ្នកគ្នាហើយក៏បានឃើញអាកឡនឹងប៉ុណ្ណាស្រាប់តែពេលនោះដែរធ្វើឲ្យក្រុមវិស្វករនឹងគឺគាត់ភ័យខ្លាចខ្លាំងមែនតើហ្នឹងហើយអ្នកគ្នាដោយសារតែ admin ទៅធ្វើការរៀនអានជាមួយនឹងមេការលើកដំបូងអញ្ចឹងណាសូមកុំមានការប្រកាន់អីហើយ admin នឹងធ្វើការព្យាយាមសម្រាយឲ្យល្អជាងនឹងទៀតហើយអូខេអ្នកគ្នាកុំភ្លេចជួយ subscribe admin ម្នាក់មួយសូមកុំភ្លេចចុចសញ្ញាកណ្ដឹង like អូខេសូមកុំភ្លេចតាមដានជាមួយនឹងភាពបន្តទៀតណាអ្នកគ្នាបាយ